ដែលអាចទៅកើតជាបិសាចជាពូជាដេរឆាននៅក្នុងវត្ថុនោះក្នុងពុទ្ធសាសនាឃើញកើតពីមច្ឆរិយៈសេចក្តីកំណាញ់ក្នុងចិត្តទៅកើតឡើងពោវិជាប់ចម្ពាក់នឹងវត្ថុទាំងឡាយទាំងពួងនានានោះអោបស្អិតរឹតហ្នឹងអង្កលដែលនៅរស់ក៏មិនហ៊ានបរិច្ចាគលះបង់ធ្វើជាទានអីទេគេទេអោបកំណាញ់ហ្នឹងឯងមិនបរិច្ចាគទានទេដល់ខ្លួនស្លាប់ទៅពេលស្លាប់ចិត្តវាជាប់ចម្ពាក់នឹងរបស់ត្រឹមហ្នឹងឯងក៏ចិត្តហ្នឹងចេតនារបស់ចិត្តវាជាប់ចម្ពាក់របស់ត្រឹមអាហ្នឹងឯងដែលនាំឲ្យទៅកើតជាបិសាចជាភូតជាព្រាយអីរសាកំណត់នឹងសូមឲ្យយើងនិយាយជ្រាបយ៉ាងហ្នឹងទេអកុសលចិត្តមច្ឆរិយៈសេចក្តីកំណាញ់ហ្នឹងឲ្យទោសដល់អ្នកម្ចាស់ត្រឹមហ្នឹងជាប់ចម្ពាក់ខ្ញុំកណាអាត្មាសូមលើកវត្ថុនិទានរឿងមួយកាលពីពុទ្ធសម័យមកប្រគេនជូនមានព្រាហ្មណ៍ម្នាក់ហ្នឹងឈ្មោះតតិយព្រាហ្មណ៍ក៏មានកូនមួយកំឡោះមួយឈ្មោះសុពមាននោះតតិយព្រាហ្មណ៍ក៏កំណាញ់ណាកំណាញ់មិនដែលធ្វើទានឲ្យទៅណាទេក៏អោបទ្រព្យសម្បត្តិទៅរហូតក៏យកទ្រព្យសម្បត្តិគាត់ទៅកប់ក្នុងភូមិគាត់នឹងការពារទុកនឹងលាកប្រមាណឲ្យណាដឹងនៅខ្លាចទៅដើរអត់ធ្វើបន្តទៀតនិយាយពីមច្ឆរិយៈកំណាញ់ដល់វេលាដល់គាត់ស្លាប់អស់ជីវិតទៅចិត្តរបស់គាត់នឹងវាជាប់ចម្ពាក់នៅទ្រព្យសម្បត្តិរបស់គាត់នៅដល់គាត់ស្លាប់ទៅអត់ទៅបដិសន្ធិវិញ្ញាណរបស់គាត់អត់ទៅណាទេទៅកើតជាដេរឆានទៅកើតក្នុងមេឆ្កែក្នុងប្រទេសគាត់នឹងឯងតែគាត់នឹងចិញ្ចឹមឆ្កែមីទៅទៅចាប់កំណើតក្នុងពោះឆ្កែមីគាត់នោះដល់កើតឡើងប្រសូតមកកូនឈ្មោលឆ្កែនឹងឈ្មោលហើយសុពមាននោះនឹងក៏ស្រឡាញ់កូនឆ្កែនឹងណាមាននិស្ស័យស្រឡាញ់អូតាបែកបាច់ថែរក្សាថ្នាក់ថ្នមឆ្កែនោះព្រោះឆ្កែនោះក៏ស្រឡាញ់សុពមាននោះជាម្ចាស់នឹងឯងកាលណាសុពមាននោះក៏ធ្វើដំណើរចេញទៅក្រៅទៅត្រឡប់មកផ្ទះវិញឆ្កែក៏រត់ទៅចាំនិមិត្តរបស់នោះឃើញហើយក៏លោតទទួលស្វាគមន៍ហ្នឹងស្រឡាញ់ណាស់ថ្ងៃមួយព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះសង្ឃព្រះអរហន្តពុទ្ធដំណើរទៅឯភូមិផ្ទះសុពមាននោះទៅឯងដល់អញ្ចឹងឆ្កែនឹងឃើញព្រះសម្មាសម្ពុទ្ធក៏ស្ទុះចេញពីផ្ទះមករបស់ទៀតព្រុសក្នុងមាត់របស់ហ្នឹងឯងព្រះសម្មាសម្ពុទ្ធលោកជ្រាបស្គាល់ថាឆ្កែហ្នឹងគឺតតិយព្រាហ្មណ៍ហ្នឹងឯងជ្រាបដែរវិញ្ញាណទៅកើតព្រះសម្មាសម្ពុទ្ធលោកមានពុទ្ធដីកាទៅកាន់ឆ្កែតាំងតតិយព្រាហ្មណ៍ឲ្យព្រោះអីដែលថាគាត់នោះថាគាត់មានតែធ្វើអីនេះឯងក្រឹមតែព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាហ្នឹងតឆ្កែហ្នឹងដឹងណាហ្មងរត់បកក្បាលត្រឡប់ទៅវិញទៅដេកក្នុងផេះនឹងចង្ក្រានផេះឆ្កែហ្នឹងអត់ដែរអញ្ចឹងទេបងទៅដេកក្នុងផេះចង្ក្រានលេងងើបលេងអីហើយដល់អញ្ចឹងសុពមាននោះនឹងគាត់ឃើញលក្ខណៈរបស់ឆ្កែវាខុសប្រក្រតីគាត់ចេញទៅក្រៅតែត្រឡប់មកវិញឃើញចៅឆ្កែនោះក៏អត់ទៅទទួលគាត់ទៀតទេលែងទៅស្វាគមន៍រយៈគាត់ឆ្ងល់គាត់សួរអ្នកនៅផ្ទះហ្នឹងថាអ្នកណាធ្វើអីឆ្កែរបស់ខ្ញុំបើឆ្កែខ្ញុំមានលក្ខណៈប្លែកទេនោះទៅដេកផ្លែឆ្កែនោះដែរចេះតែរិចស្រាប់តែខ្ញុំទៅណាទៅត្រឡប់មកវិញឆ្កែនោះមកស្វាគមន៍ទទួលរយៈតិលោតបតោមុខបតោក្រោយដល់ឡៅអត់មករតិទេ
รอฮดដល់ទៅឲ្យអាហារបរិភោគក៏មិនងើបបរិភោគអាហារទៀតចឹងឧទាហរណ៍លក្ខណៈសួរអ្នកបម្រើហ្នឹងទេអ្នកណាធ្វើអីឆ្កែហ្នឹងក៏សួររត់ទៅបានពួកអ្នកបម្រើហ្នឹងទេក៏ដឹងរឿងថាពីព្រឹកមិញហ្នឹងវាទៅព្រុសសមណៈគោតមដែលលោកពុទ្ធដំណើរបាទពុទ្ធសមណៈគោតមលោកមានវាចាឆ្លើយតបថាតបទៅជាព្រាមអីឯងព្រុសអីទៅថាគាត់ដល់ថាគាត់មានធ្វើអីនេះឯងគឺថាប៉ុណ្ណឹងឯងឆ្កែនឹងរត់បកត្រឡប់មកទៅដេកនឹងផេះលេងងើបលេងអីអ្នកបំរើនឹងរៀបរាប់ប្រាប់សុពមាននោះចឹងដល់ចឹងសុពមាននោះខំនឹងព្រះសមណគោតមរមគ្រូនឹងជាឡោតទៅដល់អាស្ដីថាយ៉ាងម៉េចបានជាសមណគោតមថាឪពុកយើងនឹងស្លាប់ទៅកើតជាឆ្កែកើតខាងណាថាចឹងសួរព្រះសមណគោតមមិនបានជាមើលងាយលោកឪពុកយើងគិតទទួលមរណកាលស្លាប់ទៅប្រកាសជាគេទៅកាន់សុគតិភពឲ្យទៅតាមលទ្ធិសាសនាព្រាហ្មណ៍នោះអានឹងគិតអ្នកកាន់សាសនាព្រាហ្មណ៍ហើយអញ្ចឹងហើយថាព្រះសម្មាសម្ពុទ្ធមើលងាយឪពុកគាត់ណាថាឪពុកគាត់ទៅកើតជាឆ្កែបានព្រះសម្មាសម្ពុទ្ធទ្រាំឆ្លោតតំនាលអាព្រាហ្មណ៍តថាគាត់បានដឹងច្បាស់ថាឪពុករបស់អ្នកគឺស្លាប់ទៅកើតជាឆ្កែហ្នឹងឯងដោយអកុសលចិត្តកាត់កំណាញ់ស្វិតស្វាញមិនដែលលះទ្រព្យសម្បត្តិធ្វើជាទានសំគ្រោះដល់ស្មងវិជ្ជាណាអត្តទីទេរឿងណាឯងហេតុនឹងឯងចិត្តកើតវាជាប់ជំពាក់ដល់ត្រឹមហ្នឹងចាហើយអ្នកឯងដឹងទេលពុកអ្នកឯងយកទ្រព្យទៅកប់ក្នុងភូមិមានប្រមាណរំដៅនៅក្នុងភូមិអ្នកឯងអត់ដឹងទេហើយដល់អ្នកឯងត្រឡប់ទៅវិញទៅត្រឡប់ទៅវិញអ្នកឯងទៅលាយមកហូបអាហារឲ្យឆ្កែអ្នកឯងបរិភោគទៅឆ្កែនឹងបរិភោគហើយប្រពន្ធលោកប្រាប់អញ្ចឹងណារិចឆ្កែនឹងបរិភោគឆ្អែតស្កប់ស្កល់អ្នកឯងនាំឆ្កែនឹងទៅក្នុងដើរក្នុងភូមិអ្នកឯងទៅបើឃើញឆ្កែនឹងវាព្រុសកកាយតណានឯងជីក៏នឹងកំណត់ត្រង់ដែលលពុកអ្នកឯងក៏ទៅទៅអត់អញ្ចឹងសពមានតែក៏ចង់ដឹងរឿងពេទ្យដែរក៏ធ្វើតាមពុទ្ធដីការបស់ព្រះពុទ្ធក៏ត្រឡប់មកវិញក៏លាយមកហូបអាហារបាយឲ្យឆ្កែនឹងបរិភោគដល់បរិភោគឆ្អែតវាឲ្យក៏នាំទៅក្នុងភូមិសត្វឲ្យឆ្កែទៅព្រុសកកាយយ៉ាងម៉េចដូចជាពុទ្ធដីការបស់ព្រះពុទ្ធដល់ប៉ុណ្ណេះតែអញ្ចឹងទៅសពមាននោះក៏ឲ្យអ្នកបំរើក៏ចាប់កកាយទៅឃើញត្រឹមនេះបាត់ដល់វាច្បាស់អញ្ចឹងបានសពមាននោះក៏ជ្រះថ្លាចំពោះព្រះពុទ្ធថាអូព្រះពុទ្ធនេះដឹងពិតប្រកបអញ្ចឹងមែនគឺពុកបាអាត្មាហ្នឹងមកបដិសេធកើតជាតិជាដេរឆានឆ្កែហ្នឹងអញ្ចឹងមែនគេជឿចឹងដឹកចំកណាអាត្មាសំលើកវត្ថុនិទានរឿងពីពុទ្ធសម័យពោលសម្រាប់អ្នកដែលស្លាប់ទៅកើតជាដេរឆានបិសាចឯហ្នឹងប៉ុន្តែទីនេះគឺទៅកើតជាដេរឆានជាសដក់ជាឆ្កែហ្នឹងមានទូយ៉ាងដូចជាតតិយព្រាហ្មណ៍ហ្នឹងបើអញ្ចឹងมันវាទៅកើតបើសរាប់ទៅសាងឲ្យហើយមិនបានឆ្លងអត់មានពាក្យតោអញ្ចឹងទេញោមឆ្លងក៏បានបន់ឆ្លងក៏បានបន់នៅតែបន់អញ្ចឹងឯងប៉ុន្តែយើងបានធ្វើបន់ឆ្លងនេះវាបន្ថែមបន់ហ្នឹងកាន់តែច្រើនទៅទៀតញោមយល់ទេស្អាបានទេឈប់មានជំនឿថាមិនបានឆ្លងទៅកើតជាតកកែទីចកកញ្ចាញ់ជែកពង្គួយពោះបិសាចនេះចោលលុបចោលបើទៅកើតអញ្ចឹងវាទៅតែអកុសលអញ្ចឹងដូចជាតតិយព្រាហ្មណ៍រឿងដែលអាត្មាលើកមកនិទានជារៀបមិញអញ្ចឹងឯងនេះសូមឲ្យញញាតិយល់ដឹងទទួលយកបញ្ញាថ្មីដោយអំណាចការស្ដាប់ធម៌ណាឥឡូវកណ្ដាណែនាំហ្នឹងថានេះមិនទាន់ចូលដល់ធ្វើទេសនាទេពោបជាបន្តពីនេះទៅទៀតសូមលើកគោលធ្វើទេសនាមកសម្ដែងជូនញោមញាតិពុទ្ធបរិស័ទខ
ក្នុងកម្មវិធីបន់ឆ្លងស្រះទឹកនឹងចេតិយនេះបើធ្វើទេសនាថ្ងៃនេះមិនទេសនាវែកញែកពីទឹកស្រះពីចេតិយទេមិនសម្ដែងទេព្រោះសម្ដែងរឿងមួយដែលត្រូវញោមញាតស្ដាប់ទៅដោយបញ្ញាដ៏ប្រពៃដ៏ប្រសើរហើយនឹងយល់ដឹងចម្រើនបញ្ញាកាន់តែច្រើនព្រោះញោមញាតខ្លះដែលខ្សោយបញ្ញាមិនដែលបានសេពគប់នឹងកល្យាណមិត្តបណ្ឌិតអ្នកប្រាជ្ញច្រើនមើលទៅឃើញកាន់ពុទ្ធសាសនាដូចជាមិនសូវបានផលបានប្រយោជន៍អស់តែទ្រព្យអស់តែសម្បត្តិបើអត់បានអីទេយល់វិញ្ញាណយល់បែបនេះមិនមែនតែនេះណាញោមណាច្រើនណាសប្តាហ៍ថ្ងៃហ្នឹងហើយមនុស្សដែលយល់យ៉ាងនេះអាចរិះគន់លើកទោសញោមញាតដែលជ្រះថ្លាបរិច្ចាគធនធានកសាងសមិទ្ធផលផ្សេងមានការបរិច្ចាគទានជាដើមនោះមនុស្សល្ងងណាស់គាត់ហ្នឹងនេះវាចូលអតិថិខោមានទ្រព្យមានសម្បត្តិមិនចេះទុកចាយទៅថែរក្សាឲ្យទៅគេឲ្យទៅឯងអត់ចោតតែមនុស្សនោះល្ងងខ្លួនឯងជាអ្នកចេះដឹងទៅវិញតាមពិតក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថានឹងឯងជាបណ្ឌិតនឹងអ្នកយល់ដឹងត្រឹមត្រូវតាមសភាវៈពិតដែលមាននៅក្នុងលោកព្រះពុទ្ធលោកថាជាបណ្ឌិតតែពួកអ្នកល្ងងថាអ្នកនឹងល្ងងពួកពៀលថាអ្នកនឹងល្ងងខំរត់ត្របានមកឲ្យមិនរសាទុកចិញ្ចឹមជីវិតទៅយកចែកគេល្ងងឆ្លោតនេះនឹងចឹងបានខ្ញុំកណាអាត្មាភាពនឹកឃើញឲ្យថ្ងៃនេះបានមកសម្ដែងធ្វើឲ្យក៏បញ្យល់ញោមញាតគ្រប់គ្នាដែលជ្រះថ្លាគោរពបូជាព្រះពុទ្ធសាសនានោះជឿចំពោះពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដែលហៅថាពុទ្ធសាសនាហ្នឹងថាតើបើអត់ប្រយោជន៍អញ្ចឹងមែនណានាំឲ្យតែខូចខាតបង់ទ្រព្យបានសម្បត្តិអត់ទៅទេអត់ប្រយោជន៍អញ្ចឹងមែនដូចជាមនុស្សដែលល្ងងយកឃើញអញ្ចឹងទេសំលើកនោះមកសម្ដែងដើម្បីញោមអស់សង្ស័យហើយយល់មានបញ្ញាទៅទេគោរពបូជាពុទ្ធសាសនាមិនខាតទេហើយមិនជាមនុស្សល្ងងទេជាមនុស្សដែលមានបញ្ញាចេះដឹងឯការដែលគោរពបូជាពុទ្ធសាសនានឹងអ្នកដែលយល់ដឹងពុទ្ធសាសនាច្បាស់លាស់ពិតប្រាកដប្រារព្ធបដិបត្តិទៅតាមពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងបានទទួលផល3យ៉ាងប្រយោជន៍3យ៉ាងពីការគោរពពុទ្ធសាសនានេះសូមញោមញាតជ្រាបដូចជាញោមញាតតែងប្រាថ្នាចង់បានខ្ញុំសាងកុសលផលបុណ្យនេះសូមឲ្យខ្ញុំបានសម្រេចសម្បត្តិ3យ៉ាងគឺសម្បត្តិមនោសម្បត្តិទេវតានិងព្រះនិព្វាននឹងត្រឹមត្រូវណាស់ញោមចង់បាននឹងត្រឹមត្រូវណាស់អានេះគេហៅប្រយោជន៍3យ៉ាងដែលកើតពីការគោរពបូជានៃពុទ្ធសាសនាហើយបដិបត្តិទៅតាមពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងតែសម្បត្តិ3យ៉ាងនេះលោកពោលម្យ៉ាងថាទិដ្ឋធម្មិកថាប្រយោជន៍ប្រែជាខ្មែរថាប្រយោជន៍ដែលឲ្យផលក្នុងបច្ចុប្បន្នជីវិតដែលរស់នៅនោះកំពុងត្រូវការសេចក្តីសុខនឹងផ្ដល់ឲ្យប្រយោជន៍ទី2សម្បារាយិកថាប្រយោជន៍ក្នុងលោកខាងមុខពេលដែលញោមញាតអ្នកដែលបំពេញកុសលផលបុណ្យនឹងអស់ជីវិតនឹងទៅកាន់សុគតិសុគតិក្នុងទីនេះមិនមែនសំដៅតែឋានសួគ៌ទេប៉ុន្តែបើញោមមិនយល់ឲ្យទៅលឺសុគតិសំដៅទៅថាឋានសួគ៌ទេវតាសុគតិវាមាន2សុគតិបច្ចុប្បន្ន1សុគតិក្នុងឋានសួគ៌នឹង1ជាការញោមញាតអ្នកធ្វើសេចក្តីល្អអស់ជីវិតទៅអត់ទៅណាទៅកើតក្នុងមនុស្សនេះតដែលបើទៅកើតក្នុងត្រកូលដែលមានទ្រព្យមានសម្បត្តិមានយសមានស័ក្តិគុំតកើជាត្រកូលសមាទិដ្ឋិត្រកូលដែល
ជាមនុស្សសប្បុរសមានមេត្តាករុណាធម៌ស្រឡាញ់អំពើល្អមិនស្រឡាញ់ចូលចិត្តប្រព្រឹត្តអំពើអាក្រក់នេះគេហៅថាទីដែលមានសុគតិបានសេចក្តីសុខហើយឬពំនុសោទេទៅកាន់សុគតិក្នុងឋានសួគ៌នៅក្នុងទេវតា6ជាន់ណាមួយមាន2អានេះគេហៅសម្បរាយកថាប្រយោជន៍ក្នុងជាតិមុខឧបកម្មទី3បរមត្តប្រយោជន៍គឺប្រយោជន៍នៅក្នុងព្រះនិព្វានរំដោះខ្លួនចេញពីទុក្ខនេះទៅកាន់ព្រះនិព្វានសេចក្តីសុខញោមញាតិដែលបដិបត្តិពុទ្ធសាសនាហើយយល់ច្បាស់ដឹងច្បាស់នៅមេគាដែលព្រះសម្មាសម្ពុទ្ធទ្រង់ទូលមានគឺថាបានប្រយោជន៍ទាំងឯងហើយប្រយោជន៍ទាំង3យ៉ាងនេះមិនបាននៃសាសុំអ្នកណាទេណាញោមណាទៅសុំពីណាឲ្យគេឲ្យញោមបានសម្បត្តិមនុស្សសម្បត្តិទេវតាព្រះអត់មានទេយើងសិក្សាមើលទៅមិនឃើញមានតែសម្បត្តិ3ហ្នឹងបាននៃសាសុំគេអត់មានទេសម្បត្តិទាំង3នេះបានសម្រេចដល់ញោមញាតិពុទ្ធបរិស័ទគឺការធ្វើប្រព្រឹត្តខ្លួនឯងហ្នឹងណាញោមណាបើមិនធ្វើអត់បានទេសម្បត្តិ3ហ្នឹងសម្រាប់ពុទ្ធសាសនាលោកថាកម្មផលកម្មគឺការងារគឺអំពើដែលធ្វើផលគឺប្រយោជន៍ដែលវាបានពីអាការងារដែលខ្លួនធ្វើនឹងជាពុទ្ធសាសនានឹងជាទូលមានពាក្យទូលមានរបស់ព្រះសម្មាសម្ពុទ្ធគឺយើងអត់យល់ទេពីពាក្យថាកម្មហ្នឹងចេះតែនិយាយគ្រប់តែគ្នាថាកម្មបំនឹងស្អីបើដល់ចង់បានផលទៅសុំគេអត់ធ្វើកម្មអត់ធ្វើការងារអានឹងខញោមអត់បានទេកម្មហ្នឹងជាភាសាបាលីថាកម្មៈខ្មែរយកមកប្រើថាកម្មបានជាពាក្យកម្មនៅក្នុងភាសាខ្មែរគេទៅសេអសរមាន2អាមួយកម្មកនឹងមកជើងមកហ្នឹងបាលីហ្នឹងកម្មៈរាអាកម្មមួយទៀតហ្នឹងកដល់ស្រអាដំទៅលើថាកម្មអានថាកម្មដូចតែគ្នាបណ្ណាកដល់ស្រអាកម្មនេះវាកម្មរទេសកម្មកង់កម្មស្អីទេអាហ្នឹងខ្មែរសតបើកម្មជើងមកហ្នឹងប្រែថាការងារកម្មៈយល់ទេបានជាអ្នកប្រាជ្ញបណ្ឌិតលោកប្រមាលរំពឹងមើលទៅយល់អើយញោមញាតិបរិស័ទខ្មែរយើងអ្នកកាន់ពុទ្ធសាសនាមិនយល់ភាសាខ្មែរមិនដឹងភាសាខ្មែរថាភាសាខ្មែរនឹងវាមិនមែនមានតែភាសាខ្មែរសតទេមានភាសាបាលីផងសង្ស្ក្រឹតផងចូលមកជាបល់គ្នាហ្នឹងប្រើជាភាសាខ្មែរវា3ភាសាអាកម្មមានកម្មរទេសកម្មកង់កម្មភ្លើងអីហ្នឹងហើយអាកម្មមួយទីកម្មៈហ្នឹងគឺការងារបានលោកអ្នកប្រាជ្ញឧទ្ទសេពញ្យល់ថាពាក្យថាអំពើកើតពីការធ្វើបាលីហៅកម្មព្រះពុទ្ធប្រាប់ថាឲ្យសត្វចងចាំសុខទុក្ខសំត្រឹមកើតពីអំពើកម្មនោះឯងនឹងពុទ្ធិកាអ្នកប្រាជ្ញលោកបញ្យល់ឲ្យយំយល់អ្វីទាំងអស់ដែលញោមញាតិមានគឺកើតពីការងារអត់មានអីកំបាំងទេកើតពីការងារដែលយមធ្វើទាំងអស់តែសុំគេអត់បានទេនឹងឯងបានជាក្នុងពុទ្ធសាសនាលោកមិនអោយញោមញាតិគោរពចំពោះបុគ្គលទេចំពោះបុគ្គលគឺមនុស្សបុគ្គលក្នុងពុទ្ធសាសនាដែលសម្ដេចសង្ឃរាជសម្ដេចសង្ឃនាយកព្រះរាជាគណៈមេគន្ធអនុគន្ធលោកគ្រូចៅអធិការគ្រូសូត្រឆ្វេងស្ដាំលោកក្មួយលោកចៅ
អានឹងសត្វបុគ្គលឡើយមិនសងទេណាបើញោមគោរពវាអត់ប៉ះសងទេដូចជាពាក្យបុរាណដូនតាលោកថាថ្វាយគុំព្រះទៅប៉ះស៊ីម៉ង់ថ្វាយគុំលោកសង្ឃទៅប៉ះកូនអ្នកស្រុកយ៉ាងម៉េចថ្វាយគុំព្រះទៅប៉ះស៊ីម៉ង់ហ្នឹងថ្វាយគុំលោកសង្ឃប៉ះកូនអ្នកស្រុកហ្នឹងតែញោមញាក់ថ្វាយគុំហ្នឹងបដោតចិត្តទៅលើព្រះពុទ្ធរូបអង្គហ្នឹងมันបានលើកចិត្តឲ្យផុតពីបបដិមានេះទៅដល់ព្រះអរហន្តសម្មាសម្ពុទ្ធទេដាក់ចិត្តបដោតហ្នឹងប៉ះរូបស្ពាន់ហ្នឹងហើយណាថ្វាយគុំប៉ះស្ពាន់ហើយគឺបើគេសាងពីស៊ីម៉ង់ប៉ះស៊ីម៉ង់ហើយបើគេធ្វើពីថ្មប៉ះថ្មណាបើចិត្តយើងដោតជាប់យើងអត់បានលើកចិត្តឲ្យផុតទៅដល់ព្រះអរហន្តសម្មាសម្ពុទ្ធតែលោកត្រាស់ដឹងហ្នឹងថ្វាយគុំណាបើញោមថ្វាយគុំចំពោះរូបប៉ះស៊ីម៉ង់ប៉ះស្ពាន់ហ្នឹងហើយថ្វាយគុំលោកសង្ឃប៉ះកូនអ្នកស្រុកណាប៉ះកូនអ្នកស្រុកថ្វាយគុំសម្ដេចសង្ឃរាជសម្ដេចសង្ឃនាយកថ្វាយគុំបរិជាគណៈព្រះមេគន់អនុគន់តែគុណចៅអធិការគ្រូសោតលោកក្មួយលោកចៅកូនអ្នកស្រុកហើយហ្នឹងចិត្តដោតទៅបុគ្គលទោះបីញោមថ្វាយគុំអ្នកណាក៏ដោយជាបុគ្គលណាក៏ដោយប៉ុន្តែឲ្យញោមលើកទឹកចិត្តឲ្យវាផុតថាថ្វាយគុំគោរពដល់ព្រះអរិយសង្ឃសាវកហ្នឹងអាហ្នឹងផុតអាហ្នឹងផុតពីកោអ្នកស្រុកហើយឲ្យយល់យ៉ាងមកណាអាហ្នឹងចឹងនឹងព្រះសង្ឃហ្នឹងព្រះសង្ឃហ្នឹងគឺកូនអ្នកស្រុកហ្នឹងឯងប៉ុន្តែលោកជ្រះថ្លាក្នុងពុទ្ធសាសនាឬក៏អាចលោកនឿយណាយក្នុងភេទខេរវៈហ្នឹងឃើញជីវិតរបស់ប្រសក់ហ្នឹងវាវឹកវោវីវោនឹងវក់វីនឹងវាច្រើនពេកវានឿយវាហត់នឹងខ្លាំងពេកឃើញសេចក្តីទុក្ខនៃជីវិតនៅខ្លាំងពេកលោកនឿយណាយលោកទៅបួសលះបង់ភេទខេរវៈហ្នឹងទៅបួសអញ្ចឹងជាបព្វជិតសមណៈក្នុងពុទ្ធសាសនាទៅព្រះសង្ឃហ្នឹងអញ្ចឹងនឹងអញ្ចឹងបានព្រះសង្ឃមានលោកចែកជាពីរពួកមួយហៅអរិយសង្ឃពួកទី1ពួកទី2សម្មតិសង្ឃអរិយសង្ឃគឺព្រះសង្ឃសាវករបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បរិនិព្វានហើយអស់ហើយសប្តាហ៍ថ្ងៃនេះជាសម្មតិសង្ឃគឺសង្ឃដែលសន្មតជាពូជភ័ងវង្សត្រកូលរបស់ព្រះអរិយសង្ឃតែដើម្បីថែរក្សាពុទ្ធសាសនាហើយដើម្បីជាបញ្ញខេត្តជាស្រែបន់ដល់ញោមញាតិពុទ្ធបរិស័ទកំពេញបន់ហ្នឹងជួយទានហ្នឹងចំពោះព្រះសង្ឃសម្មតិសង្ឃហ្នឹងចា៎នឹងបរតនត្រ័យទាំង3នេះចឹងពុទ្ធប្រែថាលោកអ្នកត្រាស់ដឹងព្រះធម៌ប្រែថាសភាវៈដែលត្រូវត្រង់សត្វលោកមិនឲ្យធ្លាក់ចុះទៅកាន់អបាយព្រះសង្ឃគឺវងពួកអ្នកបួសជាសក្យបុត្រជាភិក្ខុច្រើនទៅគេហៅព្រះសង្ឃជាកូនរបស់ញោមញាតិទៅបួសហើយបរតនត្រ័យទាំង3នឹងមានគុណទីផ្សេងពីគ្នាសម្រាប់ព្រះពុទ្ធជាបរមគ្រូព្រះអង្គមានគុណព្រះអង្គត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯងហើយអញ្ចឹងណាព្រះអង្គត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គហើយព្រះអង្គក៏ទ្រង់ទូលមានព្រានប្រដៅជនដតីនឹងឲ្យត្រាស់ដឹងផងនេះគុណរបស់ព្រះអង្គដោយយ៉ាងពួកព្រះអរហន្តជាសាវកបើមិនមានព្រះពុទ្ធជាបរមគ្រូជាព្រះពុទ្ធភូមិនឹងត្រាស់ដឹងមុនទេព្រះសង្ឃសាវកទាំងអស់មិនអាចត្រាស់ដឹងបានទេណាសង្ឃជាសាវកអរិយសង្ឃមិនអាចត្រាស់ដឹងបានត្រូវតែមានព្រះពុទ្ធអង្គលោកត្រាស់ដឹងមុនហើយលោកសម្ដែងធ្វើអទេសនាឲ្យសាវកនឹងស្ដាប់សាវកនឹងស្ដាប់ឲ្យមានបញ្ញាចាក់លូកក្នុងសច្ចធម៌ហ្នឹងបានត្រាស់ដឹងបាននេះថាព្រះអរិយសង្ឃលោកត្រាស់ដឹងបានដោយសារពុទ្ធ
ត្រង់ហ្នឹងហើយដែលថាពុទ្ធលោកមានគុណហ្នឹងបើមិនមានពុទ្ធត្រាស់ដឹងមុនអរិយសង្ឃសាវកក៏មិនមាននឹងជាគុណរបស់ពុទ្ធរហូតដល់មកយើងនេះเป็นមែនតែមិនមែនជាអរិយសង្ឃមែនជាបរិស័ទមែនប៉ុន្តែយើងបានដឹងធ្វើពុទ្ធសាសនាដោយសារព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងដែរគឺលោកមានគុណដែរអញ្ចឹងដោយហើយទៅនោះបើមិនមានព្រះអង្គត្រាស់ដឹងទេក៏គ្មានធ្វើដែរគ្មានបត្រៃបិដកដែរនឹងជាគុណសម្រាប់ព្រះធើមានគុណមកលើញោមញាតបរិស័ទនឹងដែលថាការពារញោមញាតបរិស័ទមិនឲ្យធ្លាក់ទៅកាន់ទុក្ខទេទុក្ខទេគឺទីទាបយ៉ាងទីដែលវាទាបថោកដល់ទុក្ខទេហើយព្រះធើរករសាញោមញាតបានមិនឲ្យធ្លាក់ទៅកាន់ទុក្ខទេដោយសារញោមញាតបដិបត្តិនៅព្រះធើបដិបត្តិនៅព្រះធើមានការរសាសិលជាអាតហើយនឹងជៀសវាងនៅអំពើទុច្ចរិត10យ៉ាងហ្នឹងខ្មៅក៏ព្រឺអាក្រក់ដែលប្រព្រឹត្តអាក្រក់ដោយកាយដោយវាចាចិត្តហ្នឹងយើងជៀសវាងអំពើបាបបានដោយសារយើងដឹងធ្វើយើងបដិបត្តិធ្វើយើងគោរពព្រះធើកាលណាបើយើងគោរពធ្វើយើងបដិបត្តិធ្វើហើយព្រះធើនោះនឹងការពារញោមញាតមិនឲ្យធ្លាក់ទៅអបាយភូមិធ្លាក់ទៅកាន់ទុក្ខទេណាបានព្រមយើងរក្សាព្រះធើរក្សាយើងវិញបើអ្នកដែលមិនបដិបត្តិធ្វើមានការរក្សាសិលជាដើមព្រះធើលោកមានការពារឲ្យយើងបានបើយើងមិនស្រឡាញ់លោកឬមិនចូលចិត្តលោកមិនជ្រះថ្លាក្នុងលោកណាធ្វើណាមកការពារយើងបាននឹងបានតែព្រះធើការពារបានតែអ្នកដែលបដិបត្តិធ្វើទេមើលញោមញាតពុទ្ធបរិស័ទដែលជ្រះថ្លាក្នុងពុទ្ធសាសនាទេបដិបត្តិធ្វើជ្រះថ្លាក្នុងព្រះធើណាមានសិទ្ធិមានសេរីភាពជីវិតបានសុខបានសប្បាយក្នុងជីវិតជាមនុស្សនឹងរីករាយមនុស្សដែលអត់បដិបត្តិធ្វើខ្ញុំទៅមើលគុកក្នុងឃុំជ្រាវឡើងណែនតាងនោះបញ្ជាក់ពួកនោះមិនបដិបត្តិធ្វើទេអញ្ចឹងបានជាមានពុទ្ធភាសិតសម្ដែងថាអ្នកទុក្ខតឹងកិច្ចតិធម្មចារីអ្នកបដិបត្តិធ្វើរមែងមិនធ្លាក់ទៅកាន់ទុក្ខទេទុក្ខទេគឺទីទាបទុក្ខទេក្នុងបច្ចុប្បន្ននេះបានន័យថាយើងប្រព្រឹត្តអំពើអាក្រក់សពបែបសយ៉ាងនឹងនាំយើងនឹងឲ្យទៅជាមនុស្សមានទុក្ខមានទោសផ្សេងនៅក្នុងប្រទេសជាតិច្បាប់ប្រទេសជាតិនោះមានសិលមានធម៌នៅក្នុងនឹងស្ដេចជាពិសេសគឺសិលគេហាមមិនឲ្យយើងធ្វើអំពើអាក្រក់មានការកាប់សម្លាប់លួចប្លន់រំលោភប្តីប្រពន្ធកូនគេកុហកបោកប្រាស់ឲ្យគេខូចទ្រព្យខូចសម្បត្តិដោយសារពាក្យកុហកឬផឹកស្រាឬប្រើប្រាស់គ្រឿងសម្បត្តិគ្រឿងញៀនអីឲ្យវក់វីខូចទៅសាច់ប្រសាទទៅប្រព្រឹត្តអំពើអាក្រក់ផ្សេងហ្នឹងអានឹងអត់បដិបត្តិហើយនឹងបានជួបនៅទុក្ខទេក្នុងបច្ចុប្បន្ននេះរដ្ឋគេចាប់ទៅដាក់គុកទៅឃុំឃាំងទៅពីនៃទៅធ្វើទោសផ្សេងរួចមិនមែនមានទោសទៅនឹងលោកចៃបច្ចុប្បន្នហ្នឹងទេសំបីតែអស់ជីវិតទៅក៏មិនទាន់រួចខ្លួនទៀតទៅសោយទុក្ខទេក្នុងលោកខាងមុខហ្នឹងទៅកើតជានរកជាប្រែតជាដេរឆានជាអសុរកាយទៀតនេះសម្រាប់អ្នកដែលមិនបដិបត្តិធ្វើហ្នឹងបើអ្នកបដិបត្តិធ្វើជៀសវាងរួចទាំងអស់ទុក្ខទេក្នុងលោកកាយបច្ចុប្បន្នក៏ជារួចបរៈលោកក៏ជារួចទៀតនឹងទៅកាន់សុគតិនឹងឲ្យមានបានន័យថាព្រះធម៌នឹងមានគុណអញ្ចឹងដល់អ្នកដែលរក្សាធ្វើបដិបត្តិធ្វើហើយសម្រាប់ព្រះសង្ឃគុណរបស់ព្រះសង្ឃគុណរបស់ព្រះសង្ឃថាព្រះសង្ឃលោកខំលះបង់ភេទជាកិរិយាទៅបួសជាបព្វជិតជាសមណៈក្នុងពុទ្ធសាសនាលោកខំសិក្សារៀនសូត្រនៅព្រះបរិយត្តិធម៌ចេះដឹងហើយនៅព្រះធម៌ព្រះវិន័យឲ្យលោកក៏ខំព្យាយាមអប់រំទូលមានកាយវាចាចិត្តរបស់លោកផង
ហើយលោកក៏ឆ្លៀតយកឱកាសពោលដើម្បីនឹងជួយទូលមានព្រានបដៅដល់ញោមញាតិពុទ្ធបរិស័ទឲ្យស្គាល់អំពីពុទ្ធសាសនាឲ្យស្គាល់អំពីពាក្យទូលមានព្រានបដៅរបស់ពុទ្ធលោកបញ្យល់ហេតុផលអាក្រក់ល្អដែលសត្វលោកដែលមនុស្សលោកធ្វើហើយហ្នឹងថាអំពើអាក្រក់នឹងឲ្យផលអាក្រក់អំពើល្អនឹងឲ្យផលល្អលោកបញ្យល់បង្រៀនឲ្យញោមញាតិឲ្យស្គាល់ខុសស្គាល់ត្រូវគ្រប់បែបគ្រប់យ៉ាងណាឲ្យញោមបានដឹងពុទ្ធសាសនាហើយបានបដិបត្តិនៅព្រះធម៌ហ្នឹងដើម្បីរំដោះខ្លួនចេញពីទុក្ខអញ្ចឹងឲ្យញោមនឹងបានសុខក្នុងជីវិតបច្ចុប្បន្នផងនឹងអាចជាឧបនិស្ស័យបច្ច័យដើម្បីរំដោះខ្លួនចេញចាកពីសង្សារទុក្ខទៅកាន់ព្រះនិព្វានបានព្រោះនឹងជាគុណរបស់ព្រះសង្ឃនឹងជាបរតនត្រ័យទាំង3អាត្មាភាពសម្ដែងនេះគ្រាន់តែសង្ខេបទេបងដើម្បីឲ្យញោមញាតិគ្រាន់តែបានយល់ដឹងអំពីស្គាល់បរតនត្រ័យទាំង3គឺអ្វីពុទ្ធជាអ្វីពធជាអ្វីប្រសង្ឃជាអ្វីឯបរតនត្រ័យទាំង3នឹងមានគុណមកលើពុទ្ធបរិស័ទនឹងយ៉ាងណារៀបរាប់ពីគុណហ្នឹងក៏ដោយសង្ខេបផងមិនជាវិញទេព្រោះបរតនត្រ័យនឹងជាមូលដ្ឋានជាប្រភពជាគ្រឹះនៃពុទ្ធសាសនាអញ្ចឹងណាញោមញាតិដូចជាញោមញាតិជាឧបាសកបាសិកាជាសាលាពុទ្ធសាសនាដែលបានឈ្មោះថាជាឧបាសកបាសិកាព្រោះបានបដិញ្ញាខ្លួនស្វែងខ្លួនចំពោះបរតនត្រ័យសុំយកពុទ្ធពធប្រសង្ឃនឹងមកជាទីពឹងទីរលឹកបានគេហៅថាឧបាសកបាសិកាបើញោមញាតិពុទ្ធបរិស័ទដែលជ្រះថ្លានឹងពុទ្ធសាសនាហើយត្រឹមជាអ្នកធ្វើទានបរិច្ចាគទ្រព្យជាទានមិនត្រឹមបានបដិញ្ញាខ្លួនជាឧបាសកបាសិកាទេនៅត្រឹមឋានៈទាយកទាយិកាក៏ខ្លះមិនចេះបល័យអានទាយកដល់ឃើញគេទៅសេទាយកអានជាខ្មែរថាទាយកអានថាទាយកអញ្ចឹងបានន័យថាគេបំផ្លាញថាអើយមនុស្សនេះក្រិននឹងប្រសង់ទៅទាយកនេះយកនោះពីទាយកនឹងឯងគេបំផ្លាញតែអញ្ចឹងណាអាក្រាំងកំប្លែងសើចថាអូនេះទាយកប្រសង់ខ្វះអីទៅទាមិននិយាយយកកាន់តែភ័យទៅទៀតយីក៏នោះមិនក៏មកកម្មអីចឹងព្រោះទៅជាសម្រាប់ប្រសង់មកទាយកអញ្ចឹងក៏បល័យទាយកទេទាយិកាគឺអ្នកដែលជ្រះថ្លាជាភេទប្រុសទាយិកាហ្នឹងគឺស្រីជ្រះថ្លាតែមិនទាន់បានបដិញ្ញាផ្សាយខ្លួនជាសិស្សជាកូនរបស់ព្រះរតនត្រ័យហ្នឹងនៅថ្នាក់អញ្ចឹងវាមានពីរឋានៈទាយិកានិងបាសកបាសិកាសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលជ្រះថ្លាគឺបានបដិញ្ញាខ្លួនសំយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកមិនមែនបានន័យថាអ្នកសំសិលបានហៅថាបាសកបាសិកាទេអ្នកសមាទានសិលឲ្យតែបានបដិញ្ញាយកបរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិតឯនឹងមិនទៅយកវត្ថុអីមកជារតនៈជាទីពឹងទីរលឹកទេគឺទីពឹងទីព្រឹកតែពុទ្ធពធប្រសង្ឃស្លាប់រស់យ៉ាងណាក៏ពឹងទៅលើពុទ្ធពធប្រសង្ឃហ្នឹងឯងអាហ្នឹងគេថាបដិញ្ញាខ្លួនហ្នឹងឯសម្រាប់ទាយកទាយិកាដែលមិនទាន់បានបដិញ្ញាខ្លួនក៏គួរតែបដិញ្ញាទៅប្រយើងពុទ្ធបរិស័ទហ្នឹងមិនទាន់សំសិលក៏ឲ្យទៅគេប្រកាសខ្លួនជាបាសកបាសិកាបានតើអត់ដល់បានហើយគង់តែនឹងជ្រះថ្លាអាចរក្សាសិលអូសមាទានសិល5នឹងបានអោសិល5ជាដើមនឹងបានអាហ្នឹងអញ្ចឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទនឹងជ្រាបអំពីឈ្មោះថាបាសកបាសិកាហ្នឹងវាបានបដិញ្ញាយកបរតនត្រ័យជាទីពឹងទីរលឹកហើយញោមញាតិពុទ្ធបរិស័ទពីសម័យដែលព្រះពុទ្ធគង់នៅណាព្រះអង្គទៅសម្ដែងធ្វើប្រុសពួកព្រាហ្មណ៍ពួក
បរិពាជក់ពូនិក្រនពូអញ្ញៈដេរថៃអីដែលជាកុហកតែព្រះអង្គសម្ដែងធ្វើស្ដាប់មកព្រះអង្គស្ដាប់ធ្វើព្រះអង្គបានយល់ដោយបញ្ញាជ្រះថ្លាក្នុងពុទ្ធនឹងប្រធើរបស់ពុទ្ធសម្មាសម្ពុទ្ធនឹងមានអ្នកកាន់សាសនាព្រាហ្មណ៍កាន់សាសនាអីជាដើមស្ដាប់បានយល់បដិញ្ញាខ្លួនភ្លាមអត់ចាំបបាក់ទៅផ្ទះថាទេទៅស៊ូប្តីស៊ូប្រពន្ធស៊ូកូនអីសិនទេគេចេះថ្លាចឹងគេជឿចំពោះពុទ្ធតែក៏សំដែងធ្វើចាប់ទៅទេលន់មាត់ទៅយីធ្វើទេសនារបស់ព្រះសមណគោតមនេះគេមិនហៅសម្មាសម្ពុទ្ធទេគេចាំថាព្រះសមណគោតមថាអនេកបរិយាយថាពីរោះយើងស្ដាប់បានយល់អត្ថន័យហ្នឹងពាក្យនឹងជាពាក្យពេតជ្រះថ្លាថាដូចជាគេបង្ហាញរបស់ដែលផ្កាប់របស់ដែលគេផ្កាប់មុខទៅក្រោមដោយក្អមឆ្នាំងដូចគេចាប់ស្ងាមុខឡើងឲ្យស្ងាឡើងលើពេលមុនមិញគេផ្កាប់មុខទៅក្រោមភ្លៀងប្រមាណមេក៏មិនដែលចូលក្នុងក្អមក្នុងឆ្នាំងបានឥឡូវនេះដូចគេស្ងាមាត់ក្អមឡើងលើភ្លៀងមកស្រក់ចូលបានណាតែប្រធើដែលព្រះអង្គសម្ដែងធ្លាក់ចូលបាននោះតិចដកនៅក្នុងក្អមក្នុងឆ្នាំងហ្នឹងព្រោះសោតដូចគេបង្ហាញរបស់ដែលកំបាំងមានវត្ថុអីទៅគេយកទៅក្របបាំងទុកមិនឲ្យយើងឃើញទេដល់ពេលមួយគេទៅបើកអាកម្របទៅឃើញរបស់ដែលគេក្របថារូបជាស្អីអីហ្នឹងឃើញពុំនៅសោតទេដូចគេប្រាប់ផ្លូវមនុស្សដែលវង្វេងផ្លូវមនុស្សដែលដើរវិញផ្លូវណាមិនស្គាល់ផ្លូវគេប្រាប់ថាណែផ្លូវទៅណែទៅណៅភ្លឺជ្រេញស្វាងដឹងតែថាគេប្រាប់ទិសហ្នឹងវង្វេងផ្លូវទិសហ្នឹងពុំនោះសោតដូចជាគេអុជភ្លើងប្រទីបទៅត្រូលពំភ្លឺក្នុងទីដែលងងឹតដើម្បីឲ្យជន់ដែលមានភ្នែកភ្លឺឃើញរូបនៅក្នុងកន្លែងងងឹតនឹងបាននឹងពួកព្រាហ្មណ៍ពួកបរិស័ទវិចិត្រមកទៅស្ដាប់បានតែងតែមានវិចារថាយីប្រគូដំដល់ចម្រើនហើយដូចជាគេទាញរបស់ដែលកាប់មុខនោះឲ្យស្ងាមាត់ឡើងលើពុំនោះដូចជាបង្ហាញរបស់ដែលកំបាំងពុំនោះដូចជាប្រាប់ផ្លូវដល់ជន់ដែលវង្វេងផ្លូវពុំនោះសោតទេដូចជាគេអុជភ្លើងពំភ្លឺក្នុងទីងងឹតឲ្យជន់ដែលមានភ្នែកភ្លឺឃើញរូបបានច្បាស់អញ្ចឹងទៅច្បាស់អញ្ចឹងបើអញ្ចឹងខ្ញុំព្រះអង្គសូមដល់នៅព្រះគោតមសូមដល់នៅព្រះធម៌សូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកសូមព្រះគោតមសង្កលខ្ញុំព្រះអង្គនេះថាជាឧបាសកឬឧបាសិកាតាំងពីពេលនឹងឲ្យតរៀងទៅគេបដិញ្ញាថ្វាយខ្លួនយ៉ាងភ្លាមនឹងគេជ្រះថ្លាអត់ចាំទៅស៊ូប្តីស៊ូប្រពន្ធស៊ូកូនទេជ្រះថ្លាគេបដិញ្ញាគេលះបង់សាសនាពីមុននោះគេលះបង់បើគេកាន់សាសនាព្រាហ្មណ៍គេលះបង់សាសនាព្រាហ្មណ៍នឹងចេញគេកាន់សាសនានិក្រនអញ្ញៈដែលតែគេលះបង់សាសនានឹងចេញគេប្រកាសខ្លួនជាឧបាសកបាសិកាក្នុងពុទ្ធសាសនាព្រាហ្មណ៍មកផ្នែកហ្នឹងឯងនឹងសម្រាប់អ្នកដែលយកបរតនត្រ័យជាទីពឹងហ្នឹងពេលម្យ៉ាងទៀតសម្រាប់ញោមញាតិពុទ្ធបរិស័ទយើងក៏ដែលមានបរតនត្រ័យជាទីពឹងទីរលឹកហើយនេះកាលណាពុំមានភ័យមានសេចក្តីភ័យសេចក្តីរន្ធត់សេចក្តីខ្លាចអីកើតឡើងមិនចាំទៅបន់ស្រន់អរុបអរៈទេព្រះអ្នកតាឯណាទេវតាអិនព្រំឯណាឲ្យមកជួយទេអាហ្នឹងឲ្យញោមញាតិដឹងច្បាស់អញ្ចឹងហើយញោមញាតិមិនដឹងតែមានភ័យហើយមានភ័យខ្លាចអីហើយតាំងទៅបន់ស្រន់ហើយអំពាវនាវអរុបអរៈទេព្រះយៈសាឯណាទេវតាអិនព្រំឲ្យមកជួយឲ្យបាត់ភ័យបាត់ខ្លាចបាត់ផុតពីសេចក្តីក្រថ្នាក់ហ្នឹងទៅគិតអញ្ចឹងទៅទីពឹងហ្នឹងវិញមិនព្រមទីពឹងបរតនត្រ័យទេអាហ្នឹងវាខុសញោមណាដែលធ្លាប់ទៅហៅអ្នកណាមកជួយខុសពីបរតនត្រ័យឈប់ទៅក្នុងនាមយើងជាពុទ្ធបរិស័ទឈប់ទៅព្រះអង្គទ្រង់សម្ដែងប្រាប់ពួកភិក្ខុ
ថាអេវ៉ាំងពុទ្ធទាំងសរន្តានងធម្មងសង្ឃញ្ញភិក្ខវោភយ៉ាងវាឆំពិតតាំងវាលោមាសោណាហេសតៃតេធម្មនាវិខទាំងឡាយបុគ្គលការរលឹកនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃយ៉ាងនេះសេចក្តីខ្លាចសេចក្តីរន្ធត់ឬសេចក្តីព្រឺរោមនឹងមិនកើតមានទេមិនកើតមានដល់បុគ្គលដែលរលឹកដល់បរតនត្រ័យទាំង3មានព្រះពុទ្ធឬព្រះធម៌ឬព្រះសង្ឃជាដើមនឹងទេនឹងព្រះអង្គសម្ដែងប្រាប់អញ្ចឹងបើឥឡូវយើងមានបរតនត្រ័យរបស់យើងគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃនេះហើយមានហេតុការណ៍អីគ្រាន់តែនឹកតែញោមណាមានអីភ័យកើតឡើងថាពុទ្ធោអរហង្គពុទ្ធោអរហង្គឬធម្មោអរហង្គធម្មោអរហង្គសង្ឃោអរហង្គទៅឬក៏នឹកតែមួយក៏បានមិនចាំនឹកទាំង3ទេនឹកតែព្រះពុទ្ធមួយក៏បានឬនឹកតែព្រះធម៌មួយក៏បានឬនឹកតែព្រះសង្ឃមួយក៏បានកាលណាញោមនឹកយ៉ាងនេះអនុភាពដែលជានៃប្រតនត្រ័យនឹងបង្ក្រាបនៅសេចក្តីខ្លាចសេចក្តីរន្ធត់សេចក្តីព្រឺរោមដែលកើតមានហើយបាត់អស់ហើយស្ងប់ហើយឥឡូវអាត្មាថាអញ្ចឹងកុំទិនឲ្យជឿអីចាំទៅពិសោធន៍ខ្លួនឯងទៅស្អាបានទេញោមណាបើញោមបន់ស្រន់អ្នកដតីក្រៅឲ្យមកជួយពិបាកថ្វាយជែកថ្វាយអីហើយណាដូងហើយបើរំលឹកដល់ប្រតនត្រ័យមិនពិបាកទេមិនពិបាកអស់ជែកអស់ដូងអីទេពេលប្រតនត្រ័យញោមមើលក្នុងសមថកម្មដ្ឋាន40នឹងមានពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិទេវានុសតិហ្នឹងរាប់ទៅវា10អនុសតិក្នុងហ្នឹងក្រាន់តែអង្គុយយោគីក៏កាន់អង្គុយពុទ្ធោអរហង្គពុទ្ធោអរហង្គសម្មាអរហង្គតែប៉ុណ្ណឹងធ្វើចិត្តឲ្យស្ងប់ធ្វើចិត្តឲ្យស្ងប់បានកើតឧបចារសមាធិឲ្យចិត្តរីករាយសប្បាយឬពុទ្ធោសាទេអង្គុយរឹកដល់ប្រទេសស្វៈខាតោបិវៈតាធម្មោស្វៈខាតោបិវៈតាធម្មោឬសុបដិបណ្ណោបិវៈតោសាវកសង្ឃោណាមួយអង្គុយតែនឹករលឹកជាឯងទៅធ្វើចិត្តស្ងប់ធ្វើចិត្តស្ងប់ប្រឆាវិតកៈអកុសលវិតកៈអស់ព្រោះអាចរងាប់បាននៅនិវរណៈធ្វើពមរយៈដែលគេថាកើតឧបចារសមាធិនឹងបរតនត្រ័យញោមមកយើងមានគ្រឿងទីពឹងរបស់យើងពុទ្ធសាសនាមកកណោឲ្យញោមឲ្យចាំទៅដល់រោអ្នកណាក្រៅពីបរតនត្រ័យនឹងជាទីពឹងតែមិនចាំថាអូយប្រពុតឲ្យជួយខ្ញុំផងបើធ្វើឲ្យជួយខ្ញុំផងបើសង្ឃជួយមិនបានតបាក់អញ្ចឹងទេគ្រាន់តែនឹកទៅពុទ្ធោអរហង្គពុទ្ធោអរហង្គក៏វាបាត់អស់ទៅហើយវារងាប់ដែរកុំទៅចាំស្រែកឲ្យជួយឯហ្នឹងព្រះអង្គបរតនត្រ័យលោកមានដៃជាណាអាចបង្ក្រាបសេចក្តីខ្លាចសេចក្តីរន្ធត់សេចក្តីព្រឺរោមឲ្យបានទាំងអស់ណាហើយបរតនត្រ័យនឹងធ្វើឲ្យយមញាតជ្រះថ្លាបានទៅកាន់ឋានសួគ៌បានញោមចិត្តអស់ជីវិតក៏នឹកដល់ព្រះពុទ្ធនឹកដល់ព្រះធម៌ព្រះសង្ឃអាយុដាច់ខ្យល់នោះទៅកើតជាទេវតាក្នុងឋានសួគ៌បានញោមមើលមានដៃជាបបណាប៉ុន្តែញ៉ាំvàoម៉ោង 7:06 ទៅហើយបើម៉ោង 7:06 វាមិនសំខាន់ទេសំខាន់ក្នុងហត់ទីវាមិនបានបើអញ្ចឹងហើយមិនហ៊ានប្រាប់យកដល់ហត់ទីមិនកើតទេក៏ប្រាប់ថាម៉ោងច្រើនណាស់ដោះខ្លួនអញ្ចឹងណាក៏ឲ្យថាអន់ពេកម៉ោងច្រើនណាស់ហើយអញ្ចឹងទើបទេសនានេះក៏លំងគូសំតាមពេលនឹងវេលាហើយក៏រិមបានសម្ដែងធ្វើឲ្យជ្រៅជ្រះឯណាញោមណាសម្ដែងធ្វើតែរាកត្រាក៏ស្រួលក៏មុននឹងបញ្ចប់ធ្វើទេសនានេះគឺយើងសំប្រមូលផ្ដុំនៅកុសលរាសីបុណ្យដែលកើតពីការសម្ដែងធ្វើទេសនានិងការស្ដាប់ធ្វើទេសនានេះព្រោះសម្ដែងធ្វើក៏បានបុណ្យស្ដាប់ធ្វើក៏បានបុណ្យទាំងពីរប្រមូលគ្នារួមទាំងពីររីម្យ៉ាងទៀត
ដោយអំណាចដែកជះនៃបរតនត្រ័យទាំង3ហ្នឹងបរតនត្រ័យលោកមានដែកជះណាស់មានអំណាចព្រោះយើងសំប្រមូលបុណ្យកុសលនៃការសម្ដែងធម៌ស្ដាប់ធម៌នឹងអនុភាពដែកជះបរតនត្រ័យនេះប្រកេនចំពោះព្រះគ្រូថេតបញ្ញោយ៉ាងហ៎ថេតគង់សភាពក៏ដើម្បីឲ្យលោកមានសុខភាពល្អបរិបូរណ៍មុតមមក៏មានចិនមានអាយុវែងឆ្ងាយដោយអំណាចនៃបរតនត្រ័យក៏ទាំង3នេះដែលជាបរតនត្រ័យជួយអភិបាលគុំក្រងបីបាច់ថែរក្សាលោកក៏ព្រះអង្គទ្រង់សម្ដែងតែយ៉ាងកេញជារតនៈហ្នឹងលោកថារតនៈក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងណាប៉ុន្តែរតនៈដទៃឲ្យស្មើនឹងពុទ្ធរតនៈធម្មរតនៈហ្នឹងមិនមានទេអាស្រ័យនេះសូមសិរីសួស្តីជ័យមង្គលទាំងឡាយក៏ចម្រើនកើតមានដល់ព្រះគ្រូថេតបញ្ញោគង់សុភាពក៏ឲ្យរហូតដល់ទៅប្រធេរានុធេរៈគ្រប់រូបទាំងអស់និងយោញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលត្រង់ត្រាប់ស្ដាប់ធម៌ទេសនានេះក៏សូមដែកជះគុណបរតនត្រ័យនឹងជួយអភិបាលគ្រប់គ្រងដល់យោញាតិពុទ្ធបរិស័ទឲ្យបានជីវិតរស់នៅជាសុខសួស្តីក្នុងជីវិតមនុស្សនេះហើយសូមអនុភាពបរតនត្រ័យជួយបង្ក្រាបសេចក្តីខ្លាចសេចក្តីរន្ធត់សេចក្តីព្រឺរោមដែលកើតមានរបស់ញោមញាតិគ្រប់គ្នាឲ្យស្ងប់ឲ្យរងាប់ទៅដោយអនុភាពនៃបរតនត្រ័យនឹងសូមឧទ្ទិសកុសលផលបុណ្យនេះជូនចំពោះបុព្វការីជនពលទាំងឡាយដែលលៀនលោកទៅកាន់លោកខាងមុខហើយសូមលោកអ្នកមានគុណទាំងអស់អនុមោទនានៅកុសលផលរាសីដែលកូនចៅទាំងអស់គ្នាបានឧទ្ទិសជូនទៅក្នុងឱកាសនេះដោយសេចក្តីរីករាយម្យ៉ាងទៀតក៏សូមជូនពរសព្ទសាធុការដល់ញោមញាតិគ្រប់គ្នាទាំងអស់សូមឲ្យចម្រើនលូតលាស់ដោយបញ្ញាដោយអំណាចការស្ដាប់ធម៌ទេសនាធម៌សម្ដែងពីបរតនត្រ័យនឹងយកពាក្យបរតនត្រ័យនឹងទៅត្រេះទៅរីកដោយបញ្ញាខ្លួនឯងនៅផ្ទះនៅថែមទៀតទៅក៏ដើម្បីឲ្យយល់ច្បាស់ពីបរតនត្រ័យព្រោះយើងត្រូវតែទីពឹងបរតនត្រ័យមិនត្រូវទៅយកវត្ថុណាដទៃខុសពីបរតនត្រ័យមកជាទីពឹងទេសម្រាប់យើងជាពុទ្ធបរិស័ទនោះក៏នឹងសូមឲ្យបានប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍រៀងទៅអយ៉ាងសង្ខេពេអ្នកធម្មទេសនាសមតាធម៌ទេសនាដែលអាត្មាភាពសម្ដែងក្នុងឱកាសនេះក៏សន្មតចប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាំង